សំណួរមួយតើបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលណាដោយរបៀបណានៅឆ្នាំណាចម្លើយ1បារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលបារាំងបរាជ័យក្នុងការធ្វើដំណើរទៅប្រទេសចិនប៉ែកខាងត្បូងតាមរយៈទន្លេមេគង្គពេលនោះបារាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះធនធានដែលមាននៅក្នុងប្រទេសកម្ពុជាដូចជាទន្លេដែលជាប្រភពគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅទីផ្សារអឺរ៉ុបមានដីមានជីវជាតិសម្រាប់ដាំដំណាំផ្សេងៗមានធនធានរ៉ែនិងព្រៃឈើសម្បូរបែបដូចនេះបារាំងបានចិញ្ចឹមចិត្តនិងទាញយកផលប្រយោជន៍ពីប្រទេសកម្ពុជាទោះបីមិនទាន់មានមធ្យោបាយក៏ដោយបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជាដោយចុះសន្ធិសញ្ញាជាមួយព្រះបាទនរោត្តមដើម្បីគ្រប់គ្រងប្រទេសកម្ពុជាបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅឆ្នាំ1863ដល់ឆ្នាំ1953សូមអរគុណសម្រាប់ការទស្សនាវីដេអូនេះ